បាទសួស្តីអ្នកទាំងអស់គ្នាចឹងថ្ងៃនេះខ្ញុំមានវីដេអូមួយទៀតដែលបង្ហាញអំពីការ share link វិញម្ដងថាតើការ share link ទៅឲ្យអ្នកដទៃតើយើង share របៀបម៉េចចឹងកុំឲ្យខាត់ទេយើងចាប់ដើមទៅតែម្ដងអញ្ចឹងជំហានទី1គឺយើងត្រូវបើក Firefox ហើយ Firefox របស់យើងគឺយើងត្រូវបើកGoogle Doc របស់យើងណាមួយដែលយើងចង់ share ចឹងនេះខ្ញុំបើក Google Doc មួយដែលមានឈ្មោះថា testing នេះតែម្ដងហើយខ្ញុំនឹងធ្វើការ share link ណាអញ្ចឹងដើម្បី share link នេះបានគឺយើងត្រូវចុចទៅលើពាក្យ share ដូចគ្នាបាទយើងចុចទៅលើពាក្យ share បន្ទាប់មកសូមអ្នកនរគ្នាកលេចមើលទៅកន្លែង get shareable link នេះគឺយើងចុចទៅលើ shareable link នេះបាទបន្ទាប់ពីចុចមកកន្លែងនេះគឺដូចគ្នាអញ្ចឹងបាទមិនខុសពីការ share ទៅកាន់អ្នកណាម្នាក់ទេអញ្ចឹងនេះគឺជា link ដែលយើងត្រូវ share ទៅឲ្យអ្នកដទៃមើលហើយកន្លែងនេះគឺកន្លែងដែលយើងដាក់ limit ថាតើឲ្យគេអាចត្រឹមតែ comment ឬក៏ can edit ឬក៏ can view ចាឥឡូវបើសិនជាខ្ញុំរើសត្រឹម can view នេះ link មួយនេះគឺអ្នកដែលមើលអាចត្រឹមតែ can view តែប៉ុណ្ណោះបាទបន្ទាប់ពីយើងធ្វើការជ្រើសរើសនេះហើយគឺយើងចុចទៅលើ link មួយនេះហើយយើងធ្វើការ copy អញ្ចឹងដើម្បី copy បានគឺយើងចុច control បូកជាមួយនឹងអក្សរ V អក្សរ C បាទសំទោសគឺអក្សរ C control បូកជាមួយនឹងអក្សរ C ហើយបន្ទាប់មកគឺយើងចុចទៅលើពាក្យ done បន្ទាប់មកគឺយើងទៅបើក email address របស់យើងបាទយើងធ្វើការ compose បន្ទាប់មកគឺយើងចុច control អក្សរ V កន្លែងនេះដើម្បីធ្វើការ paste link លំបាញ់មិញបាទបន្ទាប់ពីយើងធ្វើការ paste link ហើយសូម select ទៅលើlink មួយនេះហើយសូមចុចកន្លែងគេដាក់ថា insert link អញ្ចឹងចុចកន្លែង insert link នេះមកនៅពេលដែលយើងចុច insert link ហើយវា load ទៅជាពណ៌ខៀវវិញនោះមានន័យថាអ្នកដែលទទួលសារនេះគ្រាន់តែចុចទៅលើអក្សរមួយនេះវានឹង automatic រត់ទៅកាន់ link Google Doc នេះតែម្ដងបាទយើងអាចធ្វើបានមួយទៀតខ្ញុំសូមបង្ហាញនៅក្រោមបាទយើងមិនចាំបាច់ paste ក៏បានដែរគឺយើងគ្រាន់តែឧទាហរណ៍ថាយើងចង់ឲ្យគេស្គាល់ថាហ្នឹងជាប្រភេទអីបាទឧទាហរណ៍ថាមិញនេះគឺជា file testing អញ្ចឹងខ្ញុំសរសេរដាក់ថា testing Google Doc បាទអញ្ចឹងក៏បានហើយបន្ទាប់មកយើង select លើវាបន្ទាប់មកយើងចុចទៅលើពាក្យ insert link បន្ទាប់មកទៀតគឺយើងធ្វើការ paste control V ដើម្បី paste link មួយនេះចូលមកកន្លែងនេះហើយយើងចុច OK បាទអញ្ចឹងវាក៏ខ្លាយទៅជា link ដូចគ្នាដែរបាទអញ្ចឹងអាមួយនេះបើកទៅក៏វាមកកាន់ផ្ទាំង Google Doc នេះអាមួយនេះបើកទៅក៏មកកាន់កន្លែងនេះដែរបន្ទាប់ពីយើងដាក់ហើយគឺយើងធ្វើការដាក់ recipient ថាតើយើងចង់ផ្ញើទៅអ្នកណាពីខ្ញុំចង់ផ្ញើទៅកាន់ CUC ICT program ខ្ញុំ select យកអញ្ចឹងណាបាទរួចហើយបើយើងចង់សរសេរអីរាយរាប់នៅក្នុង email នោះគឺយើងអាចសរសេរបានតាមចិត្តរបស់យើងហើយបើយើងមិនចង់សរសេរទេយើងចុច send ទៅបាទអញ្ចឹងការងារគឺចប់ហើយរបៀបក្នុងការ share link គឺមានតែប៉ុណ្្នេះឯងខ្ញុំសូមបញ្ជាក់បន្តិចថាការ share link និងការ share file នេះ direct នោះគឺខុសគ្នាត្រង់តែប៉ុណ្្នឹងបាទខុសគ្នាត្រង់ថា share direct គឺ share ទៅអ្នកបើកគឺគាត់ត្រូវទៅបើកទៅលើទាំង Google Doc បានភ្លាមបាទចំណែកធ្វើការ share link គឺពុំមែនបើកនៅក្នុង Google Doc ទេគឺធ្វើការបើកតាមរយៈ email ពីព្រោះយើងបានផ្ញើអំបញ្ញមិញក៏យើងធ្វើការផ្ញើតាមរយៈ email ដែរបាទអូខេបាទអញ្ចឹងខ្ញុំមានតែប៉ុណ្្នេះឯងសូមអរគុណ